ខ្ញុំពិតជាសប្បាយចិត្តមែនទែនបងប្អូនពេលដែលបានឮសម្ដីរបស់វីរៈកងទ័ពរបស់យើងបងប្អូនចាំស្ដាប់បងប្អូនគ្នាណាប្រាប់បងប្អូនទាំងអស់គ្នាខ្ញុំសូមសន្យាថា1មីលីម៉ែត្រមួយចង្អាមខ្ញុំ100បាត់បងដោយសារដៃចោលឈ្លានពានថៃឡើយបាទចៃយោព្រះរាជាណាចក្រកម្ពុជាឈាមខ្ញុំជាខ្មែរខ្ញុំថែដីបងប្អូនទាំង17លាននាក់ជាទីគោរពនិងជាទីមេត្រីបងប្អូននៅក្រៅប្រទេសជាទីស្រឡាញ់រាប់អានបាទពេលនេះយើងកំពុងតែជួបអាសន្នដោយសារតែចោលឈ្លានពានសៀមកំពុងតែបង្កវិនាសកម្មមកលើបូរណភាពនិងទឹកដីរបស់យើងបាទអញ្ចឹងទេស្របពេលនេះគឺបងប្អូនមេត្តាកុំតក់ស្លុតកុំស្លន់ស្លោកុំបាក់ស្មារតីយើងទាំងអស់គ្នាគឺត្រូវតែតស៊ូឆ្ពោះទៅមុខដើម្បីនឹងយកជ័យជំនះជូនទៅដល់ប្រទេសជាតិមិត្តភូមិរបស់យើងក៏ដូចជាកូនចៅរបស់យើងអញ្ចឹងទេយើងកុំភ័យយើងកុំតក់ស្លុតពីព្រោះយើងមានរដ្ឋាភិបាលរបស់យើងដ៏ល្អយើងមានក្រសួងការពារជាតិដ៏អង្អាចក្លាហានរបស់យើងជាពិសេសគឺយើងមានវិរៈកងទ័ពយើងនៅតាមបន្ទាត់ព្រំដែនមិនថាអញ្ចឹងបងបាទតោះជម្រាបសួរបងប្អូនក្នុងនាមខ្ញុំជាកងទ័ពមួយរូបនៅជួរមុខខ្ញុំបាទសន្យានឹងបដិញ្ញាថាមិនអោយបាត់សំបីតែមួយចង្អាមមិនថា1មីលីម៉ែត្រមិនអោយបាត់ទៅក្នុងដៃចោលឈ្លានពានបានឡើយបាទហើយយើងទាំងអស់គ្នាពាក្យមួយម៉ាត់ដែលយើងត្រូវចងចាំអង្គបុកស្រូវថ្មីប្រឡាយពូជចោលអំបុកស្រូវថ្មីប្រឡាយពូជចោលបាទកម្ពុជាឈ្នះ